បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់និងចូលចិត្តបាទជួយគាំទ្រមកដល់ Channel YouTube របស់ខ្ញុំបាទនៅថ្ងៃនេះដែរខ្ញុំបាទមានคลิปវីដេអូចំណេះដឹងថ្មីមួយទៀតចង់យកមកបង្ហាញជូនទៅដល់បងប្អូនពីរបៀបចូលទៅឆែកមើល password Wi-Fi ដែលគេបានភ្ជាប់ឲ្យយើងនៅលើទូរស័ព្ទដៃបាទបើសិនជាមាននរណាម្នាក់បានភ្ជាប់បាទ Wi-Fi យើងនៅលើទូរស័ព្ទដៃហើយបងប្អូនចង់យក Wi-Fi នោះទៅភ្ជាប់នៅលើទូរស័ព្ទដៃផ្សេងទៀតបងប្អូនអាចចូលមកឆែកមើលបានដោយខ្លួនឯងនៅលើទូរស័ព្ទដៃដែលគេបានភ្ជាប់ឲ្យនឹងណាបាទ ឥឡូវសូមធ្វើការបែរកាមេរ៉ាបន្តិចទៅដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតនៅលើទូរស័ព្ទដៃរបស់ខ្ញុំបាទទាំងពីរដើមតែម្ដងបាទនៅលើទូរស័ព្ទដៃនីមួយៗវាអាចខុសគ្នាតិចតួចនេះតាម model ទូរស័ព្ទទេណាបាទអញ្ចឹងបើសិនជាបងប្អូនចង់ទៅចូលឆែកមើលបាទលេខកូដសម្ងាត់ឬក៏ password Wi-Fi ហ្នឹងគឺអត់មានអីពិបាកទេបងប្អូនគ្រាន់តែបាទចូលមកក្នុងទូរស័ព្ទដៃមករួចហើយបងប្អូនបាទចូលមកក្នុងកម្មវិធី setting នេះដែលមាននិមិត្តសញ្ញារូបកងចក្រចុចតុកចូលមកពេលបងប្អូនចូលមកក្នុង setting ហើយបងប្អូនកលេចមើលខាងលើនេះបាទឃើញនិមិត្តសញ្ញា Wi-Fi ហើយគេដាក់ថាបាទ network and internet ចុចតុកចូលមកបាទរួចបងប្អូនឃើញពាក្យថា Wi-Fi នៅខាងលើហ្នឹងណារួចហើយចុចតុកមកចុចតុកឲ្យចំខាងលើហ្នឹងបើសិនជាបងប្អូនចុចបាទឲ្យចំកងតាក់នេះនឹងបិទបាទអញ្ចឹងបងប្អូនចុចឲ្យចំបាទខាងនេះបាទខាងឆ្វេងហ្នឹងណាបាទរួចហើយបងប្អូននឹងឃើញបាទ Wi-Fi ដែលបានភ្ជាប់នៅលើទូរស័ព្ទដៃរបស់យើងហើយអញ្ចឹងបងប្អូនឃើញបាទ Wi-Fi នៅខាងលើហ្នឹងរួចចាំបងប្អូនកលេចខាងស្ដាំនេះជួនកាលទូរស័ព្ទខ្លះវាឡើងសញ្ញាឧទានបែបនេះបាទឧទានបែបហ្នឹងបាទចំពោះទូរស័ព្ទដៃមួយនេះវាបង្ហាញជាបាទនិមិត្តសញ្ញាកងចាស់ឬក៏ setting តែម្ដងចុចតុកចូលមកបាទមកដល់ដំណងនេះបងប្អូននឹងឃើញបាទ Wi-Fi នៅខាងលើបាទ Galaxy A72 នៅក្រោមនេះបាទឃើញធុងសំរាមហើយគេដាក់ថាបាទ forget បាទឬក៏បំភ្លេចហ្នឹងភាសាខ្មែរណាបាទអញ្ចឹងបងប្អូនយកបាទខាងស្ដាំដៃនេះដែលឃើញនិមិត្តសញ្ញាដូចជាផ្ទាំង QR code ហើយគេដាក់ថាបាទ share បាទចុចតុកចូលមកបាទពេលបងប្អូនចុចពីតា share នេះបងប្អូនឃើញនៅខាងលើគេដាក់ថា share Wi-Fi បាទអញ្ចឹងវាបង្ហាញបាទតម្រង2បាទមានបាទផ្ទាំង QR code បាទធំហ្នឹងរួចចាំបងប្អូនកលេចមើលខាងក្រោមនេះគេដាក់ថាបាទ Wi-Fi password អញ្ចឹង password Wi-Fi ហ្នឹងគឺបាទខ្មែរបាទ1122បាទអញ្ចឹងបងប្អូនអាចយកទៅភ្ជាប់លើទូរស័ព្ទដៃផ្សេងបានហើយណាបាទហើយទូរស័ព្ទដៃបាទម្ដាមនេះគឺបង្ហាញតម្រងខុសគ្នាបាទអញ្ចឹងបងប្អូនបាទចូលមកក្នុង setting ដូចគ្នាឬមួយក៏បងប្អូនចង់លឿនបងប្អូនបាទអស់មកខាងលើចេះមកព្រោះចឹងបងប្អូនស្កត់ពីលើ Wi-Fi យកតែម្ដងមកណាបាទបងប្អូនចង់លឿនបាទរួចហើយនឹងបង្ហាញដូចតម្រង់បងប្អូនចូលមកកន្លែងបាទ network and internet ហ្នឹងណាបាទអញ្ចឹងបងប្អូនចុចបន្តុកចូលតែម្ដងមកនេះកន្លែងបាទ setting ឬក៏បាទសញ្ញាឧទានហ្នឹងណាបាទចុចបន្តុកចូលមកបងប្អូនឃើញបាទឈ្មោះ Wi-Fi នៅខាងលើដែលបានភ្ជាប់ហ្នឹងណាបាទនេះ Wi-Fi ដែលបានភ្ជាប់ហ្នឹងរួចហើយចុចបន្តុកនៅបាទខាងស្ដាំដៃសញ្ញាឧទានហ្នឹងបងប្អូននឹងឃើញតម្រងបែបនេះអញ្ចឹងបងប្អូនកលេចមើលខាងលើនេះគេដាក់ថាបាទកូដបាទកូដ QR Wi-Fi ចុចបន្តុកចូលមកបាទចំពោះទូរស័ព្ទដៃម្ដាមនេះគឺអត់បង្ហាញបាទលេខកូដសម្ងាត់ឬក៏ password ទេវាបង្ហាញជាផ្ទាំង QR code បែបហ្នឹងបាទអញ្ចឹងគឺគាត់មានអីពិបាកដែរបងប្អូនបើសិនជាបងប្អូនចង់បាទយកទៅភ្ជាប់លើទូរស័ព្ទដៃមួយទៀតខ្ញុំមានវិធីមួយទៀតណាបង្ហាញបែបនេះគឺបាទងាយស្រួលបាទដូចជាបាទមានបាទលេខកូដសម្ងាត់ឬក៏ password ដូចតែគ្នាទេបងប្អូនណាបាទឥឡូវសូមធ្វើការបាទចុចបាទធុងសម្រាមឬក៏បាទ forget ហ្នឹងដើម្បីបាទលុបដែលបានភ្ជាប់លើស័ព្ទដៃហ្នឹងណាបាទលុបចេញសិនហើយនេះខ្ញុំឃើញបាទនៅខាងលើអត់មានបានភ្ជាប់ Wi-Fi ទេណាបាទអញ្ចឹងមកដល់ចំណុចនេះបងប្អូនណាបើលើ clear ចោលសិនបាទហើយបើសិនបងប្អូនចង់លឿនបងប្អូនចូលមកបាទអស់មកខាងលើចេះមករួចហើយស្កត់ពីលើ Wi-Fi នេះបាទគេដូចតែគ្នាទេបាទមកដល់ត្រឹមនេះបងប្អូនមិនបាច់បាទចំណាំឈ្មោះចំណាំអីទេបងប្អូនកលេចមកខាងក្រោមនេះឃើញលេខបូកហើយគេដាក់ថា add network អញ្ចឹងបងប្អូនឃើញបាទកន្លែង add network នៅខាងស្ដាំដៃហ្នឹងឃើញមានបាទដូចជាអុចផ្ទាំង QR code ហើយមានលេខបូកអញ្ចឹងបងប្អូនចុចផ្ទុកទៅលើហ្នឹងមកបាទពេលនោះនឹងបង្ហាញបាទចេញកាមេរ៉ាបែបនេះរួចបងប្អូនយកទៅដាក់ឲ្យចំពីលើ QR code ហ្នឹងមកនេះបាទអធិស្ឋានបងប្អូនឥឡូវខ្ញុំសូមធ្វើការដាក់ឲ្យច្បាស់សិននេះបានភ្ជាប់ទៅហើយចាំវារៀនយូរដោយសារតែកាមេរ៉ាចាប់អត់ទៅបានណាបាទនេះគឺបានភ្ជាប់ទៅបាទអូតូតែម្ដងបាទអញ្ចឹងបងប្អូនមិនបាច់ចូលលេខកូដសម្ងាត់ឬក៏រកឈ្មោះនាំយូរទេពេលដែលចេញពីទាំង QR code បែបហ្នឹងគឺងាយស្រួលបាទអញ្ចឹងបើសិនជានៅលើស័ព្ទដៃមួយនេះក៏មានកន្លែង scan ដូចតែគ្នាដែរនេះបងប្អូនចុចលុបបាទបណ្ដាញនេះចេញមកបាទ
លុបចេញសិនមកបាទរួចហើយបងប្អូនចូលទៅកងចាក់បាទកងចាក់ឬក៏ setting ហ្នឹងដើម្បីទៅមើល QR code ឬក៏ពាក្យសម្ងាត់ហ្នឹងណាបាទនេះបាទមកដល់ត្រឹមនេះបងប្អូនមិនបាច់វាអីទេបាទលើសាប់ដៃមើលនេះបងប្អូនកលេចមើលខាងលើ port បាទខាងស្នាមដៃនេះនឹងឃើញបាទដូចជាតម្រង់ scan ណាអញ្ចឹងបងប្អូនចុចតចូលមកនោះនឹង scan ពីលើបាទរួចហើយដាក់ចំបាទ QR code ហ្នឹងមកនឹងបាទចាប់ជាប់ហើយបាទវឹបតែគេបានភ្ជាប់នេះអូតូតែម្ដងបាទអញ្ចឹងបងប្អូនអាចយកទៅលេងបានហើយបាទគឺងាយស្រួលទេណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមិនคลิปពីបងប្អូនទៅក៏សូមជូនពរជូនចៃដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ